រឿងជាឈៀលតួស្រីជាស្ទាវនៅតាមស្រុកស្រែយើងជួបហើយចុះឥឡូវតួស្រីអ្នកជាស្ទាវភ្នំពេញហើយឈៀលបែបនារីកំឡោះទីក្រុងគិតមិនវិញនិស័យស្នេហ៍ឆ្លងវេហាសរសេរដបងអប្សរអ្នកនរគ្នាតួស្រីហ្នឹងគឺគេនិយាយហើយនិយាយទៀតបញ្ជាក់ហើយបញ្ជាក់ទៀតខ្ញុំគឺជាស្ទាវភ្នំពេញរឿងហ្នឹងគឺជាស្នាដៃទី1របស់បងអប្សរខ្ញុំទទួលបានជាកាដូកាលពីឆ្នាំមុនអ្នកនរគ្នាហើយខ្ញុំទៅបានអានគឺថាអានហើយខ្ញុំមានអារម្មណ៍ថា Oh my god ខ្ញុំខ្លាចជា fan របស់បងអប្សរហើយដោយសារការសរសេរផាគាត់ហើយនឹងការរៀបសាច់រឿងនៅក្នុងសភៅគឺថាមានលក្ខណៈ unique មែនតើគឺប្លែកហើយគឺជា color របស់គាត់ហ្មងអ្នកនរគ្នាឥឡូវខ្ញុំឲ្យអ្នកគ្នាមើលមួយនៅពេលដែលគាត់បញ្ចប់វគ្គមួយគឺគាត់មានខណ្ឌនេះហើយរូបហ្នឹងបើយើងមើលឲ្យចាំទៅគឺជាអក្សរគឺជារូបតំណាងសាច់រឿងហ្នឹងអញ្ចឹងពីមួយវគ្គទៅមួយវគ្គគឺថាគួរឲ្យស្រឡាញ់មែនតើហ្មងអ្នកទាំងអស់គ្នារឿងហ្នឹងគឺនិយាយពីកំឡោះ exchange student សិស្សដែលផ្ទេរការសិក្សាមករៀននៅទីក្រុងភ្នំពេញគាត់មកពីអូស្ត្រាលីគេមកដល់គឺថាអូសង្ហាលយមែនតើហ្មងតែតួស្រីអត់ចាប់អារម្មណ៍ទេតួស្រីហ្នឹងគឺថាគាត់ស្ទាវពេកដល់ពេលគាត់ទៅក្លឹបយប់ឡើងទៅព្រលឹមឡើងមកវិញមករៀនយឺតដល់ពេលមករៀនយឺតគ្រូពីណីឲ្យធ្វើជា guide ផងតួប្រុសហ្នឹងតែថាបើសិនជាតួប្រុសហ្នឹងគាត់ដាក់បន្ទុកឲ្យថាម្នាក់ស្រីហ្នឹងល្អចេះម្នាក់ស្រីហ្នឹងនឹងបានប្រឡងនឹងបានប្រឡងតែអញ្ចឹងទៅព្រោះអី attendance របស់គាត់គឺធ្លាក់ឲ្យអ្នកនរគ្នាអញ្ចឹងទៅតួស្រីហ្នឹងគឺត្រូវថាធ្វើជា guide ផង exchange student ហ្នឹងរយៈពេល1ឆ្នាំតែរឿងរ៉ាវគឺថាវាហួសចិត្តតែម្ដងចាដោយសារតួប្រុសហ្នឹងគឺជាសិស្សសេដ្ឋកិច្ចចាគឺថាស្អីក៏ដោយគឺគេគិតរឿងលុយគឺគេគិតរឿងរកស៊ីគ្រប់សពគ្រប់បែបយ៉ាងដូចជាទៅផ្សារអូស័យទិញកៅអៅទៅជុះហើយលក់មួយ 40000 នៅផ្សាររាត្រីគឺវាថាប្លែកដល់អ្នកហ្នឹងអ្នកដល់គ្នាក្នុងរឿងហ្នឹងគេរៀបរាប់ថាតួប្រុសសង្ហាមិនក៏ដោយក៏ខ្ញុំអត់ចាប់អារម្មណ៍ដែរខ្ញុំស្រឡាញ់ច្រឹកតួស្រីមែនតើអ្នកនិពន្ធឲ្យតួស្រីគឺជាមនុស្សស្រីដែលចេះសប្បាយចេះសប្បាយចេះដើរលេងតែខំរៀនហើយថែរក្សាខ្លួនប្រាណពេលគាត់ដើរលេងគាត់ដើរលេងតែមួយមិត្តភក្តិជិតស្និទ្ធគាត់ម្នាក់ឯងម្នាក់ប្រុសហ្នឹងវាថាស្គាល់យូរហើយវាមិត្តភក្តិជិតស្និទ្ធអញ្ចឹងណាគេដើរលេងមួយគ្នាតែ2នាក់ហ្នឹងឯងអត់អញ្ញែអត់អីទាំងអស់និយាយទៅគាត់សប្បាយវាគាត់ហើយគាត់មកផ្ទះវិញព្រលឹមឡើងគាត់ទៅរៀនហើយជាកូនស្រីមួយដែលមានសម្ព័ន្ធភាពល្អជាមួយនឹងគ្រួសារសម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់ច្រឹកតួស្រីបែបហ្នឹងមែនតើហ្មងខ្ញុំស្រឡាញ់ហ្មងដល់ខ្ញុំឡើងអត់សូវចាប់អារម្មណ៍ពីតួប្រុសទេបើនិយាយពី2នាក់ហ្នឹងវិញអ្នកគ្នា progress របស់គេហ្នឹងដំបូងគឺជាអ្នកដតីសុទ្ធសាធបន្ទាប់មក friendship and then into relationship គឺថាវាមានវឌ្ឍនៈប៉ុន្តែវឌ្ឍនៈហ្នឹងអ្នកនិពន្ធទៅសេឲ្យយើងគ្រប់ទាំងអស់អ្នកនរគ្នាអញ្ចឹងទៅធ្វើឲ្យយើងរបៀបថាយើងនៅអមមួយគេពីរអ្នកហ្នឹងពីដំណើររបស់គេពីអ្នកដតីមកមិត្តភក្តិហើយខ្លាចទៅជាសង្សារទៅវាបែបណាខ្លះយើងស្ដាប់មើលទៅធម្មតាប៉ុន្តែការសរសេររបស់បងអប្សរនៅក្នុងហ្នឹងពីមកកលៈទៅមកកលៈធ្វើឲ្យយើងចង់និយាយថាវគ្គខ្លះគឺថា sweet វគ្គខ្លះគឺថាសោចកំ pl ែងហ្មងអ្នកនរគ្នាសោចកំ pl ែងហ្មងទាំងតួរងទាំងតួអីគាត់ទៅសេចេញមកគឺថាយើងរបៀបថាអង្គុយអានហ្នឹងគឺថាឈៀលហ្មងណារឿងហ្នឹងគឺអត់ stress ទេអត់មាន plot twist អីដែលធ្វើឲ្យយើង stress គិតច្រើនទេអញ្ចឹងសម្រាប់ខ្ញុំបើសិនជាអ្នកគ្នាចង់អានសភៅណាសบายឈៀលមុនប្រឡងទី12ឬក៏ប្រឡងទី12ចប់ចង់អានអីរបៀបថាសម្រាប់រៀបលំហែខួរក្បាលអីអញ្ចឹងខ្ញុំគាត់ថាសភៅហ្នឹងគឺស័ក្តិសមមែនតើវា chill វា relax មែនតើហើយក៏ប្លែកហ្មងហើយក៏ប្លែកបែបចម្លែកក៏ប្លែកយើងដាក់ស្មានអត់ដល់ហើយបើគេ sweet វិញគឺថា sweet កប់សេរីតែម្ដងសាច់រឿងនៅខាងក្នុងហ្នឹងអានទៅគឺធ្វើឲ្យខ្ញុំវ៉ាវដល់ថងចំណុចណាថងចំណុចមួយដែលចង់និយាយថាមានប៉ុនចូលឆ្នាំខ្មែរនៅក្នុងហ្នឹងអ្នកនិពន្ធបងអប្សរគឺគាត់បានរៀបរាប់ប៉ុនចូលឆ្នាំខ្មែរនៅក្នុងហ្នឹងដោយរបៀបថាឲ្យតួស្រីបញ្យល់តួប្រុសថាចូលឆ្នាំខ្មែរហ្នឹងជាពិធីបែបណាសែនទទួលទេវតាហ្នឹងគឺយើងធ្វើបែបណាហើយល្បែងប្រជាប្រិយយើងលេងបែបណាបញ្យល់មកហ្មងអ្នកនេះអញ្ចឹងធ្វើឲ្យយើងអ្នកអានក៏បានជ្រួតជ្រាបពីវប្បធម៌របស់ខ្លួនឯងពីសភៅប្រឡំលោកនឹងទៀតអ្នកគ្នាខ្ញុំក៏បាននិយាយជាមួយបងអ្នកនិពន្ធនឹងចំណុចហ្នឹងដែរក៏ខ្ញុំហ៊ានលើកឡើងនៅក្នុងវីដេអូហ្នឹងដែរគឺថាគាត់អត់បានដាក់បំរាមថាសភៅហ្នឹងសម្រាប់មនុស្សពេញវ័យទេអញ្ចឹងខ្ញុំក៏អត់ expect ថានៅក្នុងសភៅហ្នឹងគឺមានឈុតមនុស្សធំដែរប៉ុន្តែវាមានបើសិនជាអាចអ្នកទាំងគ្នាម្លងវាមានតែ2 scene ទេហើយគឺជា scene ខ្លីមែនតើដែលយើងអត់ចាំបាច់ត្រូវអានបើសិនជាអ្នកគ្នាក្រោម18ឆ្នាំហើយចង់អានសភៅហ្នឹងខ្ញុំគិតថារំលងចោលទៅរំលងអ្នកគ្នាអត់ពាក់ព័ន្ធមួយសាច់រឿងទេរំលងហើយយើងអានតទៀតសាច់រឿងហ្នឹងកាន់តែល្អអានទៀតខ្ញុំគិតថារឿងហ្នឹងលក្ខណៈកំប្លែងសោយសប្បាយច្រើនជាងអៀនរបៀបស្នេហា sweet សម្រាប់ខ្ញុំគឺអញ្ចឹងគឺថាសប្បាយមួយរឿង2នាក់ហ្នឹងហ្មងសោចរហូតហ្មងនិស័យស្នេហ៍ឆ្លងវេហាសរសេរដបងអប្សរ